បាទសួស្តីនេះគឺជារបៀបប្រើប្រាស់ឬក៏ឆែកពាក់ព័ន្ធជាមួយនឹង option នៅក្នុងកុងទ័រហើយនិង option នៅលើ screen IPK អញ្ចឹងជាក់ស្ដែងដើម្បីឆែកគឺយើងប្រើប៊ូតុងមួយនេះដើម្បីឆែកប៊ូតុងមួយហ្នឹងគឺបញ្ជាទាំង screen នេះបញ្ជាទាំង screen នេះអញ្ចឹងដើម្បីបញ្ជា screen នេះយើងត្រូវចុចប៊ូតុងឆ្លាស់មានន័យថាយើងចុចប៊ូតុងឆ្លាស់មួយទៅអញ្ចឹងយើងអាចធ្វើការតេស្តមើលថាតើបច្ចុប្បន្នអាប៊ូតុងមួយនេះវាស្ថិតនៅក្នុងការបញ្ជា screen មួយណាឧទាហរណ៍ថាមិញខ្ញុំចុចឆ្លាស់មួយហើយអញ្ចឹងខ្ញុំបញ្ជាស្រាប់តែវានៅដើរបិទបើកសលេងខាងនោះឬក៏ឆ្កឹះទៅមុខចេះវាដូរប័ណ្ណចម្រៀងដូរពោលវិទ្យុអីចឹងទៅអញ្ចឹងបើខ្ញុំចង់ check ទៅលើ IPK ខ្ញុំត្រូវចុចប៊ូតុងឆ្លាស់នឹងម្ដងទៀតដើម្បីឲ្យប៊ូតុងមួយនេះបញ្ជាទៅលើ screen មួយនោះអញ្ចឹងឥឡូវវាចូលមកគឺវាបង្ហាញទិន្នន័យអញ្ចឹងខ្ញុំអាច scroll ចុះក្រោមដើម្បីមើលទិន្នន័យផ្សេង accumulate total អញ្ចឹងវាមានប៉ុណ្ណឹង function ប៉ុន្តែបើយើង scroll ទៅមុខឬក៏ថយក្រោយវាមានផ្សេងទៀតអញ្ចឹងមកខ្ញុំ scroll មកមុខមួយទៀតវាចេញពាក់ព័ន្ធជាមួយនឹង option អញ្ចឹង option នេះគឺអាចបន្ថយពន្លឺរបស់ screen ហើយអាខាងក្រោមនេះគឺពាក់ព័ន្ធជាមួយនឹងការកំណត់ល្បឿនឧទាហរណ៍ខ្ញុំចុច OK មួយអញ្ចឹងវាคล้ายទៅជាកន្លែងសេរីល្បឿននៅពេលដែលយើងបើកបរដល់ល្បឿនប៉ុន្មានវា alert អញ្ចឹងខ្ញុំចុច OK ដើម្បីបិទវិញហើយបើខ្ញុំចង់បន្ថយពន្លឺរបស់កុងទ័រខ្ញុំចុច OK ខ្ញុំ scroll ចុះមកកម្រិតពន្លឺវានឹងថយមកខ្ញុំទៅឡើងវានឹងកាន់តែភ្លឺអញ្ចឹងយើងបើកបរពេលយប់វាល្អសម្រាប់យើងដែរអញ្ចឹងខ្ញុំចុច OK ហើយខ្ញុំ scroll ទៅមុខមួយទៀតអញ្ចឹង scroll ទៅមុខមួយទៀតគឺជាកន្លែងដែលមើលទិន្នន័យសម្ពាធខ្យល់កង់ហើយនឹងពាក់ព័ន្ធជាមួយនឹងមើល voltage របស់អាគុយអញ្ចឹងឥឡូវឡានកំពុងប្រឆេះ voltage របស់វា 14V ជាងអញ្ចឹងខ្ញុំ scroll មកមួយទៀតវាចេញមក option ហ្នឹងអញ្ចឹងខ្ញុំចង់ដូរមកចុចនេះវិញលុះត្រាតែខ្ញុំចុចឆ្លាស់វិញចុចឆ្លាស់មួយវិញបានអាប៊ូតុងហ្នឹងคล้ายទៅជាប៊ូតុងបញ្ជា screen អញ្ចឹងក្នុងវីដេអូយើងមានតែប៉ុណ្្នឹងនៅលើ model MG ZS 32